นี่คันนี้ไอ้พวกนี้เนี่ยมีคันหนึ่งแต่คนนี้ไม่เกี่ยวเนี่ยมันอัดมาทางที่จ่ายุทธด้วยจ่ายุทธผมว่าน่าจะเดินออกការវាយប្រហារដុតបំផ្លាញជាង50ករណីផ្ទុះឡើងជាបន្តបន្ទាប់នៅភាគខាងត្បូងនៃប្រទេសថៃការវាយប្រហារដុតបំផ្លាញនៅសកម្មភាពហិង្សាដែលមានលក្ខណៈសម្របសម្រួលគ្នាជាង50លើកត្រូវបានកាត់ឡើងនៅតំបន់នានានៃភាគខាងត្បូងនៃប្រទេសថៃដែលជាតំបន់ប្រឈមនឹងការបោះបោតរយៈពេលយូរយ៉ាងហោចណាស់មានមនុស្សចំនួន2នាក់ត្រូវបានរងរបួសខណៈអគាររដ្ឋាភិបាលនៅក្នុងតំបន់ហាងលក់ទំនិញរថយន្តនិងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានដុតបំផ្លាញបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់យោធាថៃបានឲ្យដឹងថាឧបទ្ទវហេតុទាំងនេះបានកាត់ឡើងនៅតាមខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសចន្លោះពីម៉ោង8យប់និងពាក់កណ្ដាលអាធ្រាត្រម៉ោងនៅក្នុងស្រុកកាលពីថ្ងៃសៅរ៍សកម្មភាពភាគច្រើនត្រូវបានរាយការណ៍នៅខេត្តណារ៉ាធីវ៉ាតខណៈដែលករណីផ្សេងទៀតបានកាត់ឡើងនៅខេត្តយ៉ាឡានិងប៉ាតានីសដែលស្ថិតនៅក្បែរគ្នាយោងតាមកាសែតបាងកកផូសស្ត្រីចំនួន2នាក់ត្រូវបានរងរបួសបន្ទាប់ពីមានការផ្ទុះគ្រាប់បែកមួយនៅស្រុកមុងនៅក្នុងខេត្តណារ៉ាធីវ៉ាតជាមួយគ្នានេះដែរមុំទូគមនាគមន៍នៅតាមទីតាំងមួយចំនួនត្រូវបានដុតបំផ្លាញគណៈមន្ត្រីសន្តិសុខបានព្រមានប្រជាពលរដ្ឋកុំឲ្យប៉ះពាល់ឬផ្លាស់ទីវត្ថុដែលមានសភាពគួរឲ្យសង្ស័យដើម្បីបង្ការហានិភ័យបន្ថែមបន្ទាប់ពីហេតុការណ៍នេះត្រូវបានកាត់ឡើងអាជ្ញាធរបានដាក់បម្រាមកោចរពេញមួយយប់នៅខេត្តណារ៉ាធីវ៉ាតដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខនិងការពារប្រជាពលរដ្ឋបម្រាមនេះត្រូវបានដកចេញនៅព្រឹកថ្ងៃអាទិត្យហើយអាជ្ញាធរបានរាយការណ៍ថាមិនមានការវាយប្រហារបន្ថែមទៀតត្រូវបានកត់ត្រានៅថ្ងៃនោះទេរហូតមកដល់ពេលនេះក៏មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះសកម្មភាពដុតបំផ្លាញនិងការវាយប្រហារទាំងនេះនៅឡើយភាគខាងត្បូងនៃប្រទេសថៃបានប្រឈមនឹងជម្លោះប្រដាប់អាវុធកម្រិតទាបចាប់តាំងពីឆ្នាំ2004មកដោយក្រុមបោះបោរនៅតំបន់នោះមានទាំងប្រជាជនមូស្លីមភាគច្រើនទាមទារស្វ័យភាពកាន់តែខ្លាំងពីរដ្ឋបាលថៃដែលជាប្រទេសមានប្រជាជនពុទ្ធសាសនិកភាគច្រើនអំពើហិង្សានេះត្រូវបានអូសបន្លាយជាង2ទសវត្សរ៍មកនេះត្រូវបានគេរាយការណ៍ថាបានបណ្ដាលឲ្យមនុស្សចំនួន7000នាក់ត្រូវបានស្លាប់ការបោះបោរនៅតំបន់នេះត្រូវបានដឹកនាំជាចម្បងដោយក្រុម BRN ទន្ទឹមនឹងនេះដែរដំណើរការចរចាសន្តិភាពដែលមានប្រទេសម៉ាឡេស៊ីជាអ្នកសម្របសម្រួលនឹងបានចាប់ផ្ដើមតាំងពីឆ្នាំ2013បានជួបភាពគាំងជាច្រើនលើកហើយការផ្លាស់ប្ដូររដ្ឋាភិបាលនៅទីក្រុងបាងកករួមជាមួយនឹងការខ្វែងគំនិតគ្នាផ្ទៃក្នុងរបស់ភាគីដែលពាក់ព័ន្ធនឹងត្រូវបានចាត់ទុកថាជាកត្តាមួយដែលធ្វើឲ្យដំណើរការសន្តិសុខមិនអាចរីកចម្រើនជប់លាប់កាលពីខែកក្កដាទាហានថៃចំនួន5នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងនិងគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅក្នុងខេត្តណារ៉ាធីវ៉ាតហេតុការណ៍នេះត្រូវបានជំរុញឲ្យអាជ្ញាធរថៃពន្យាពេលដំណើរការសន្ទនាសន្តិភាពដែលត្រូវបានគ្រោងទោកតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃក្រុមបោះបោរតែងកំណត់គោលដៅទៅលើមន្ត្រីសន្តិសុខនិងអគាររបស់រដ្ឋាភិបាលហើយនៅក្នុងករណីខ្លះការវាយប្រហារត្រូវបានធ្វើឡើងមុនពេលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងស្របពេលជាមួយនឹងស្ថានភាពសន្តិសុខនោះនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវិរៈគុលនិងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកគ្រោងនឹងធ្វើទស្សនកិច្ចរយៈពេល2ថ្ងៃទៅកាន់ទីក្រុងហាត់យ៉ៃនៅក្នុងខេត្តសង្ខឡាភាគខាងត្បូងនៅសប្តាហ៍ក្រោយដំណើរទស្សនកិច្ចនេះត្រូវបានផ្ដោតទៅលើការពិភាក្សាអំពីគម្រោងវិនិយោគការការពារទឹកជំនន់និងបញ្ហាសន្តិសុខនៅក្នុងតំបន់ផងដែរការកើនឡើងនៃសកម្មភាពហិង្សាចុងក្រោយនេះបានបង្កើនការយកចិត្តទុកដាក់ជាថ្មីទៅលើបញ្ហាសន្តិសុខនៅភាគខាងត្បូងនៃប្រទេសថៃនិងភាពចាំបាច់នៃការស្វែងរកដំណោះស្រាយទៅតាមរយៈការចរចាសន្តិភាពដើម្បីកាត់បន្ថយអំពើហិង្សាដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ